សូមជូនរឿងខ្មោចនាងតានីនៅក្នុងរឿងខ្មោចព្រាយបិសាចមានទាំងអ្នកជឿនិងអ្នកមិនជឿអ្នកមិនជឿគិតថាវាគ្រាន់តែជារឿងកុហកលើកយកមកនិយាយដើម្បីឲ្យអ្នកស្ដាប់មានការភ័យខ្លាចតែប៉ុណ្ណោះបញ្ហាខ្មោចព្រាយបិសាចនេះមានការជជែកវែកញែកគ្នាឡើងប៉ងសរសៃកជាច្រើនចំនួនមកហើយរវាងអ្នកជឿនិងអ្នកមិនជឿរវាងអ្នកធ្លាប់ឃើញនិងអ្នកមិនធ្លាប់ឃើញអ្នកដែលគេជឿថាមានខ្មោចព្រាយបិសាចពិតមែននោះព្រោះគេធ្លាប់មានបទពិសោធន៍ដោយខ្លួនឯងចំណែកឯអ្នកមិនជឿព្រោះគេមិនដែលមានឱកាសបានជួបនិងបានឃើញជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុងដែលមានភាពរីកចម្រើនស៊ីវិល័យនិងស្ថិតនៅក្នុងបរិយាកាសកក្រឹកកក្រែងគេមិនជឿថាមានខ្មោចនោះទេមិនចំពោះតែជនជាតិខ្មែរប៉ុណ្ណោះទេជំនឿទៅលើព្រាយបិសាចអរិយអ្នកតាសូម្បីតែជនជាតិបរទេសឬអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ថាមានខ្មោចព្រាយបិសាចនោះដែរព្រោះពួកគេធ្លាប់ឆ្លងកាត់និងមានបទពិសោធន៍បានសាកល្បងរួចមកហើយណាហើយចុះលោកអ្នកជឿឬមិនជឿស្រេចតែលោកអ្នកតែប៉ុណ្ណោះពេលនេះខ្ញុំនឹងលើកយករឿងចម្លែកមួយមកចែកជូនប្រិយមិត្តរឿងនេះពិតឬមិនពិតនោះសូមប្រិយមិត្តវិនិច្ឆ័យដោយខ្លួនឯងទៅចុះសម្បូរជាកំឡោះចាស់អាយុ30ឆ្នាំគាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកខាងគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញនៅក្នុងឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងបានចេញឈ្មោះឲ្យទៅបង្រៀននៅក្នុងស្រុកមួយនាខេត្តបាត់ដំបងដែលតាមពិតគេមានស្រុកកំណើតនៅខេត្តកំពង់ធំគេទៅធ្វើគ្រូបង្រៀននៅខេត្តបាត់ដំបងទាំងគ្មានស្គាល់នរណាម្នាក់សោះគេបានទៅជួលផ្ទះមួយសម្រាប់ការស្នាក់នៅផ្ទះមួយក្នុងនេះស្ងាត់ល្អណាស់ជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើទុកសម្រាប់ចែកឲ្យកូនស្រីក្រោយពេលដែលរៀបការជាមួយនឹងបរិសុទ្ធអ្នកចំនួនម្នាក់ក៏ប៉ុន្តែត្រូវបានខកបំណងដោយសារបរិសុទ្ធនោះបានទៅរៀបការជាមួយនឹងក្រុមហ៊ុននៅខេត្តសៀមរាបបាត់ទៅហើយដូច្នេះផ្ទះមួយក្នុងនេះត្រូវនៅទំនេរជារៀងរហូតមកគប់ជួលនឹងសម្បូររកផ្ទះជួលនៅផងលោកប្រធានភូមិក៏យល់ព្រមជួលឲ្យក្នុងតម្លៃថោកបំផុតសម្បូរមកនៅផ្ទះនេះជាផ្ទះតូលមួយក្នុងគត់ដែលនៅចំកណ្ដាលចំការជែកមួយរយៈដំបូងផ្ទះនេះមិនមានបង្ហាញហេតុការណ៍អ្វីខុសប្លែកឡើយអាចនិយាយបានថាសម្បូររស់នៅយ៉ាងមានសេចក្តីសុខគ្រប់ប្រការថ្ងៃមួយក្រោយពីបានងុយទឹកញ៉ាំបាយរួចរាល់ហើយម៉ោងប្រហែលជា7យប់សម្បូរចេញមកអង្គុយយកខ្យល់អាកាសនៅលើរានហាលពីមុខផ្ទះដោយបង្ហាអារម្មណ៍អណ្ដែតអណ្ដូងស្ងាត់ស្ងាត់ម្នាក់ឯងនោះក្រសែភ្នែករបស់គេក៏ងាកទៅឃើញវត្ថុម្យ៉ាងដោយចៃដន្យយប់នោះមានខែភ្លឺស្រទន់អាចលមមទៅនឹងមើលឃើញវត្ថុជុំវិញខ្លួនបានច្បាស់សម្បូរមានអាការៈភ្ញាក់បន្តិចបន្តួចព្រោះក្រសែភ្នែកមិនបានកុហកខ្លួនឯងឡើយពេលនោះស្ត្រីម្នាក់កំពុងតែដើរសម្ដៅមករកគេមានការឆ្ងល់ខ្លាំងណាស់ថាស្មាននេះហើយមានស្ត្រីហ៊ានដើរម្នាក់ឯងទៀតទីបំផុតស្ត្រីនោះដើរមកជិតដល់គេសម្បូរក្រោកឡើងស្វាគមន៍ក្នុងនាមជាម្ចាស់ផ្ទះគេគិតថាប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិមានរយៈអ្វីម្យ៉ាងហើយទើបមកទាំងយប់ដូចនេះសំទោសមានការអ្វីនាងបង្ហាញស្នាមញញឹមដាក់គេបណ្ដានឹងដើររកកន្លែងអង្គុយបណ្ដាពេលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះគេអាចប្រាប់ខ្លួនឯងបានថាស្ត្រីម្នាក់នេះស្អាតនិងមានមន្តស្នេហ៍ណាស់ស្អាតទាំងមុខទាំងរូបរាងរហូតស្ទើរនឹងរកស្រីណាមកទិបទឹមពុំបានអ្នកនាងជាណាបាទសម្បូរសួរបណ្ដាទម្លាក់គូដអង្គុយនិងសម្លឹងទៅមើលមុខនាងបណ្ដានាងខ្ញុំជាញាតិមិត្តរបស់លោកប្រធានភូមិចានាងឆ្លើយទាំងបញ្ចេញនៅស្នាមញញឹមគួរឲ្យស្រឡាញ់លោកគ្រូមានអ្វីចម្លែកឬទេបាទសុំទោសអ្នកនាងឈ្មោះអ្វីដែរនាងខ្ញុំឈ្មោះនីចាឈ
ឈ្មោះនេះចាជាញាតិឆ្ងាយរបស់លោកប្រធានភូមិអ្នកនាងមករកខ្ញុំនៅពេលនេះមានការអ្វីដែរនាងបង្ហាញស្នាមញញឹមបណ្ដាឆ្លើយតបបណ្ដាថានាងខ្ញុំសូមនៅសម្រាប់មួយយប់ជាមួយនឹងលោកគ្រូពាក្យសំណូមពររបស់នាងធ្វើឲ្យសម្បូរត្រូវប្រញាប់បដិសេធភ្លាមអូមិនបានទេអ្នកនាងជាស្ត្រីហើយខ្ញុំជាបុរសយើងប្រកាសជាលីជាមួយគ្នាតែពីរនាក់មិនបានទេម្យ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ក្តៅក្រហាយជាមិនខានលោកប្រធានភូមិប្រកាសជាមិនដឹងទេចាទោះជានឹងដឹងក៏មិនអីដែរសូមឲ្យខ្ញុំបានសម្រាប់នៅជាមួយនឹងលោកមួយយប់ទៅសម្បូរក្រវីក្បាលបដិសេធដូចដើមខ្ញុំអនុញ្ញាតមិនបានទេកុំភ្លេចថាអ្នកនាងជាស្ត្រីខ្ញុំជាប្រុសការខូចខាតតែងតែខាត់មានឡើងបានប្រសិនបើយើងដេកផ្ទះតែមួយជាមួយនឹងគ្នានោះសូមឲ្យឈប់មានគំនិតដូច្នេះហើយត្រឡប់ទៅផ្ទះវិញទៅល្អជាងលោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬទេមិនមែនអញ្ចឹងទេតែជារឿងខូចខាតបាត់បង់ដែលយើងត្រូវទទួលទាំងពីរនាក់សម្បូរឆ្លើយដោយស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្អាតណាស់ប្រសិនបើទៅប្រកួតបវរកញ្ញាប្រកាសជាជាប់មិនខាននាងញញឹមដងទៀតកាលពីឆ្នាំមុនលោកប្រធានភូមិធ្លាប់បញ្ជូននាងខ្ញុំទៅប្រកួតធីតាកសិកម្មគឺនាងខ្ញុំទទួលតំណែងឈ្នះដាច់គេទៅហើយមែនឬបាទចាអនុញ្ញាតឲ្យនាងខ្ញុំដេកទីនេះមួយយប់ផងបានឬទេចប់សម្ដីរបស់នាងម្ដងនេះសម្បូរបានភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះពេលនេះគេឮសូរសំឡេងឆ្កែលូសម្បូរមានចិត្តខ្វល់ខ្វាយជាងធម្មតាអ្នកនាងត្រឡប់ទៅផ្ទះវិញទៅល្អជាងជឿខ្ញុំចុះនៅពេលសម្ដីបដិសេធចុងក្រោយរបស់សម្បូរបញ្ចប់ទៅនោះនាងក៏ប្រញាប់ចុះទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូថាជាបរិសុទ្ធដែលមានចិត្តរឹងបំផុតណាស់ហើយចុះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនាងខ្ញុំសូមលាសិនហើយនិយាយចប់នាងក៏ឈានជើងដើរចេញទៅបាត់ក្នុងចំណោមដើមចេកដ៏ក្រាស់ខ្វឹកព្រឹកស្អែកឡើងសម្បូរប្រញាប់ទៅជួបលោកប្រធានភូមិដែលជាម្ចាស់ផ្ទះហើយក៏សួរថាលោកប្រធានភូមិមានក្មួយម្នាក់ឈ្មោះនេះទេនាងថាជាញាតិឆ្ងាយរបស់លោកប្រធានភូមិទេខ្ញុំគ្មានទេហេតុអីទៅលោកគ្រូសម្បូរនិយាយហេតុការណ៍ដែលកើតឡើងនោះឲ្យលោកប្រធានភូមិស្ដាប់យ៉ាងល្អិតនាងថែមទាំងប្រាប់ខ្ញុំថាលោកប្រធានភូមិធ្លាប់បានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងផុតទៅនាងបានតំណែងឈ្នះដាច់នារីដទៃទៀតផងលោកប្រធានភូមិសោចគឺឡើងសម្បូរឆ្ងល់សម្បូរក៏សួរបញ្ជាក់បានសេចក្តីថាយ៉ាងម៉េចលោកប្រធានភូមិចុះសិនខ្ញុំត្រូវសួរលោកគ្រូសិនបាទយ៉ាងម៉េចស្រីដែលមកជួបលោកគ្រូនោះតែងខ្លួនយ៉ាងម៉េចនាងស្លៀកសំពត់ចងក្បិននិងដណ្ដប់ស្បៃពាក់ឈៀងមានផ្កាពណ៌សសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូបាទមែនគេមកជួបលោកគ្រូនិយាយថាម៉េចខ្លះនាងប្រាប់ថានាងជាញាតិសាច់ឆ្ងាយរបស់លោកប្រធានភូមិលោកប្រធានភូមិធ្លាប់បញ្ជូននាងទៅប្រកួតធីតាកសិកម្មនិងទទួលបានតំណែងឈ្នះដាច់នាងប្រាប់តែប៉ុណ្ណោះខ្លាចមានរឿងមិនល្អខ្ញុំក៏សនំពរឲ្យនាងទៅផ្ទះវិញលោកគ្រូបានមើលទេថាតើនាងដើរទៅឯណានាងដើរបាត់ចូលទៅចំការចេកទៅលោកប្រធានភូមិងក់ក្បាលកាលពីឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទចូលទៅប្រកួតនៅក្នុងពិធីប្រចាំឆ្នាំរបស់ខេត្តនិងបានទទួលរង្វាន់ឈ្នះដាច់គេផ្លែឈើអ្វីទៅលោកប្រធានភូមិចេកតានីសម្បូរព្រឺខ្លួនពេលនោះលោកប្រធានភូមិប្រាប់ថាកំឡោះដែលមនុស្សផ្ទះក្នុងនេះតែងតែជួបនឹងស្រីក្រមុំតែខ្លួនរបៀបបុរាណដោយដែលលោកគ្រូបានប្រាប់អញ្ចឹងគេហៅនាងថាខ្មោចនាងតានីក្រឡាខ្លួនមកលោកគ្រូចាត់ទុកថាជាបរិសុទ្ធចិត្តរឹងក្រំបាដែលមិនព្រមឲ្យនាងដេកជាមួយបើមិនអញ្ចឹងទេលោកគ្រូប្រកាសជាគ្មានឱកាសមកនិយាយរឿងនេះឲ្យខ្ញុំស្ដាប់ទេ